មារតីតែមួយក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការបញ្ជាផ្ទាល់ពីអ្នកអង្គការលេងនវត្រាបន្តស្រាក់ដៃគ្នាដល់រងមាំរៀបចំស្បៀងអាហារលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹកក្នុងកលៈទេសៈស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវក្រុមយុវជនបូជាការពីយុទ្ធធរក្រោមការដឹកនាំរបស់អ្នកអង្គការលេងនវត្រានៅថ្ងៃទី16ខែធ្នូនេះនឹងបានកំពុងបន្តស្រាក់ដៃគ្នាបង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំនិងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខនិងប្រជាជនភៀសសឹកជាពិសេសបង្ហាញពីការគាំទ្រនិងជឿជាក់សម្ដេចតេជោធិបតីរាជរដ្ឋាភិបាលនិងវីរៈកងទ័ពដ៏អង្អែលក្លាហានដើម្បីការពារបូរណភាពទឹកដីចាប់តាំងពីមានការវាយប្រហារឈ្លានពានជាថ្មីពីសំណាក់យោធាថៃអ្នកអង្គការលេងនវត្រាប្រធានសហព័ន្ធយុវជនបូជាការពីយុទ្ធធរបានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញនិងកំពុងឈរជើងក្បែរសមរភូមិនាំយកអំណោយផ្ដល់ជូនវីរៈកងទ័ពជួរមុខនិងជនភៀសសឹកជាបន្តបន្ទាប់ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរពេលនេះជាពិសេសស្មារតីសាមគ្គីភាពកាន់តែរឹងមាំរបស់ក្រុមយុវជនបានបង្ហាញឲ្យឃើញនៅកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាងពេលជាតិខ្មែររួបរวมគ្នាគ្មានអំណាចណាអាចបំបែកបំបាក់បានសូម្បីតែកម្លាំងយោធានិងអាវុធក៏មិនអាចឈ្នះស្មារតីសាមគ្គីជាតិបានឡើយនេះជាមូលហេតុដែលមហាសាមគ្គីជាតិតែងតែជាកម្លាំងស្នូលសម្រាប់ការពារប្រទេស